ឥឡូវនេះតាហ៊ានអាមេរិកបើកការវាយប្រហារទៅលើអ៊ីរ៉ង់ក្រោយពីតាហ៊ានអាមេរិក2នាក់ត្រូវបានស្លាប់នៅប្រទេសសបដានីអាមេរិកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់បន្ថែមទៀតនៅយប់ថ្ងៃសៅរ៍បន្ទាប់ពីប្រកាសថាតាហ៊ានរបស់អាមេរិក2នាក់បានស្លាប់និងម្នាក់ទៀតបានបាត់ខ្លួនក្នុងការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទីននិងយន្តហោះមានមនុស្សបើករបស់អ៊ីរ៉ង់នៅប្រទេសសបដានីមេបញ្ជាការរបស់ដូណាល់ ត្រាំប្រធានាធិបតីអាមេរិកការវាយប្រហារនៅយប់ថ្ងៃទី8ជាប់គ្នានេះដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធារបស់អ៊ីរ៉ង់ដែលគំរាមកំហែងដល់ការដឹកជញ្ជូននាវាពាណិជ្ជកម្មនៅច្រកសមុទ្រហូម៉ូសការវាយប្រហារលើកនេះទៀតសោតគឺក៏ជាការដាក់ទណ្ឌកម្មភ្លាមៗនៅលើកងឆ្មាំបដិវត្តន៍របស់អ៊ីស្លាមអ៊ីរ៉ង់ដែលបានបើកយុទ្ធនាការវាយប្រហារប្រឆាំងនឹងសមាជិកសេវាកម្មអាមេរិកនៅក្នុងប្រទេសចបដានីយោធាអាមេរិកបាននិយាយថាការស្លាប់របស់ទាហានអាមេរិក2នាក់បានកើតឡើងនៅថ្ងៃសុក្រនិងថាជាសមាជិកយោធាអាមេរិកម្នាក់ទៀតបានបាត់ខ្លួនក្នុងប្រតិបត្តិការប្រកាសនេះធ្វើឲ្យសមាជិកយោធាអាមេរិកដែលត្រូវបានស្លាប់តាំងពីសង្គ្រាមចាប់ផ្ដើមកើនឡើង16នាក់ជាង420នាក់បានរបួសនេះបើតាមសេចក្តីថ្លែងការណ៍របស់ CNA